សួស្តីអ្នកទាំងអស់គ្នា Welcome back to my vlog នេះយើងបន្តភាគពី trip ទៅកែបលើកមុនណាអ្នកទាំងអស់គ្នា trip ឡើងពីអតីតអ្នកទាំងអស់គ្នាទៅឆ្លៀតពេលមកកាត់ជូនអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មក review ជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងបរិយាកាសរបស់ resort បន្ទប់មិនដែរបរិយាកាសជុំវិញមិនដែរហើយវាស័ក្តិសមជាមួយនឹងតម្លៃដែលយើងបានចាយលុយសម្រាប់វានឹងអត់អូខេតោះអ្នកទាំងអស់គ្នាកុំឲ្យខាត់ពេលទៅមើលជាមួយខ្ញុំទាំងអស់គ្នាណានេះទស្សនវិជ្ជាតាមផ្លូវដែលយើងត្រូវដើរទៅកាន់បន្ទប់របស់យើង resort នេះតូចល្មមអ្នកទាំងអស់គ្នាប៉ុន្តែតើសារការរៀបចំរបស់គេមើលទៅ clean ស្អាតហើយវាមានអារម្មណ៍ថាវាស្រឡះភ្នែកចឹងអ្នកទាំងអស់គ្នាខ្ញុំបាន book បន្ទប់ចំនួន2បន្ទប់ដោយរូបដែលខ្ញុំបានបង្ហាញចឹងអ្នកទាំងអស់គ្នាបន្ទប់របស់ខ្ញុំមាន private pool អ្នកទាំងអស់គ្នាហើយបន្ទប់របស់ប៉ាម៉ាក់ធម្មតាចឹងបន្ទប់របស់ខ្ញុំមានឡើងទិសខាងលើដែលយើងអាចឡើងទៅមើលថ្ងៃលិចបានទៀតអ្នកទាំងអស់គ្នាហើយសម្រាប់តម្លៃបន្ទប់វិញបន្ទប់របស់ខ្ញុំតម្លៃ160ហើយបន្ទប់ធម្មតាតម្លៃ90អ្នកទាំងអស់គ្នាចាឥឡូវគឺយើងបានដើរមកដល់បន្ទប់របស់យើងហើយតោះចាំអត់មើលបន្ទប់របស់ខ្ញុំទាំងអស់គ្នាចាមានជាការស្វាគមន៍ Happy Anniversary ចាពិតប្រាប់គេឲ្យជួយរៀបសោះហេលេងសៃអ្នកទាំងគ្នាលើបែកមកមើលទិដ្ឋភាពក្នុងបន្ទប់យើងវិញនេះបុគ្គលិកគាត់កំពុងណែនាំរបៀបប្រើប្រាស់របស់អីផ្សេងៗនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងអ្នកទាំងគ្នាគេមានទាំងម៉ាស៊ីនឆុងកាហ្វេខ្នាតតូចទៀតហើយគេបរៀនរបៀបប្រើអីចឹងអ្នកទាំងគ្នាពេលគេប្រាប់ចឹងចេះអើតាមគេងក់ក្បាលរហូតនៅពេលប្រើមែនទេអត់ចេះប្រើអ្នកទាំងគ្នាឥឡូវកាត់ទៅមើលបន្ទប់ទឹកម្ដងអ្នកទាំងគ្នាដល់គ្នាដឹងបន្ទប់ទឹកនេះខ្ញុំ surprise អីអត់មានទ្វារអ្នកទាំងគ្នាកន្លែងហ្នឹងមកជា couple sweet អីត្រូវជាងអ្នកទាំងគ្នាទីផ្សារជាងអ្នកទាំងគ្នាតែបើមកជាលក្ខណៈមិត្តភ័ក្តិអីតប្រយ័ត្នប្រយែងបន្តិចអ្នកទាំងគ្នានៅហ្នឹងទឹកក្តៅទឹកត្រជាក់គេចែកដាច់ពីគ្នាហ្មងអញ្ចឹងយើងអត់ពិបាកសេរីអូខេតោះទៅមើលក្រៅបន្ទប់របស់យើងវិញអញ្ចឹង bus stop គេធ្វើនៅខាងក្រៅអ្នកទាំងគ្នានៅកណ្ដាលវាហ្មងហើយយើងមានជា private pool របស់យើងចានៅខាងក្រោយបន្ទប់របស់យើងហ្មងអូខេអ្នកទាំងគ្នាបន្ទប់ខ្ញុំមានប៉ុណ្ណឹងហើយអ្នកទាំងគ្នាគិតថាវាស័ក្តិសមជាមួយនឹងតម្លៃ$160នឹងអត់អ្នកទាំងគ្នាហើយនេះ view ដែលយើងមើលពីក្នុងបន្ទប់ទៅខាងក្រៅអ្នកទាំងគ្នាយើងមើលឃើញ private pool របស់យើងបែបអញ្ចឹងអូខេបន្ទាប់ពី review បន្ទប់ចប់ហើយឥឡូវយើងដើរមើលទស្សនវិជ្ជានៅជុំវិញ resort យើងម្ដងយើងដើរមើលកន្លែងដែលយើងត្រូវ dinner ពេលល្ងាចផងឲ្យអ្នកនរគ្នាកន្លែងដែលខ្ញុំកំពុងដើរចូលនេះគេហៅដឹកបានណាអ្នកនរគ្នាយើងអង្គុយជុំគ្នាពេលយប់ទៅដុតភ្លើងលេងហ្គីតាស្ដាប់ភ្លេងអីចឹង romantic ញាក់អ្នកនរគ្នាគេឲ្យជំរឿនខ្ញុំ3សម្រាប់ dinner អ្នកនរគ្នាកន្លែងហ្នឹងមួយនៅ restaurant មួយហើយនឹងនៅជិត pool ជាន់ខាងលើមួយអ្នកនរគ្នាហើយ finally គឺខ្ញុំសម្រេចចិត្តឲ្យគេរៀបនៅកន្លែងហ្នឹងអ្នកនរគ្នាអញ្ចឹងអាកៅអីហើយនឹងអាអីមួយចំនួននេះគឺត្រូវរើចេញទាំងអស់ដើម្បីរៀបតុ dinner យើងហ៎អូខេអ្នកនរគ្នាហើយយើងក៏បន្តដំណើរទៅមើល restaurant ហើយនឹង pool នៅជាន់ខាងលើអ្នកនរគ្នាហើយដើរមកឃើញកន្លែងទេសភាពរៀងកណ្ដងដែរដាក់មកប៉ោះពីប៉ោះទៅពេលថតរួចយើងក៏បន្តដំណើរទៅមើលទេសភាពនៅជាន់ខាងលើទៀតអ្នកនរគ្នាហើយចដាគេភាគច្រើនគឺគេធ្វើឲ្យចដាមូលនេះអ្នកនរគ្នាចដាកត់ ADN ណោះអ្នកធ្លាប់រៀនជីវៈទី12ស្គាល់ហើយហ្នឹងហើយអ្នកនរគ្នាអ្នកនរគ្នាឥឡូវហ្នឹងគឺយើងបានដើរមកដល់ខាងលើហើយអ្នកនរគ្នាហើយនេះទស្សនវិជ្ជាជុំវិញហើយនឹងបរិយាកាសអ្នកនរគ្នាឡើងទៅឡើង fresh មែនទេអ្នកនរគ្នាដោយសារវានៅជាប់ភ្នំជាប់ព្រៃឈើជាប់អីអញ្ចឹងអ្នកនរគ្នាទៅបើសិនជាអាចរៀប dinner នៅហ្នឹងបានខ្ញុំរៀបនៅហ្នឹងអ្នកនរគ្នាប៉ុន្តែដោយសារតែ space វារៀងទូចអ្នកនរគ្នាហើយគ្នាខ្ញុំរៀងច្រើនអញ្ចឹងក៏ខ្ញុំសម្រាប់យកទៅបានវិញឲ្យអ្នកនរគ្នាមើលទស្សនវិជ្ជា360ដឺក្រេម្ដងបើអ្នកនរគ្នាចូលចិត្តបរិយាកាសបែបរៀងធម្មជាតិស្ងប់ស្ងាត់បែប peaceful ឯអ្នកនរគ្នាមកហ្នឹងគឺត្រូវហ្មងហើយបន្ទាប់ពីយើង enjoy មើលធម្មជាតិព្រៃព្រឹក្សាហើយឥឡូវគឺយើងនាំកូនត្រេមកងូតទឹកម្ដងកូនខ្ញុំមួយគឺឃើញអាងទឹកអត់បានអ្នកនរគ្នាគឺត្រូវតែងូតហ្មងបើថាអត់បានងូតទេគឺអត់សុខចិត្តទេអត់ព្រមដេកហ្មងបើបានងូតវិញគឺអត់ចង់ឡើងទេតម្រាំតែលួងត្រូវចិត្តហ្នឹងកូនណាគេខ្លះដូចកូនខ្ញុំចេញមកអ្នកនរគ្នាបន្ទាប់ពីនាំកូនងូតទឹកហើយឥឡូវហ្នឹងគឺយើងកាត់មកដល់ dinner របស់យើងញ៉ាំអាហារពេលល្ងាចក្រោមអំពូលរាត្រីអ្នកនរគ្នាគឺថា romantic ស្លាប់ហ្មងតែកូនខ្ញុំស្លាប់មែនចាគឺថាដេកស្អាតតែម្ដងតែពីថ្ងៃហ្នឹងគេសប្បាយអជក់លេងពេកឲ្យអ្នកនរគ្នាពេលចឹងអត់ដេកទេដល់ពេល10ម៉ោងគេញ៉ាំបាយដេកលក់ស្អាត dinner របស់ខ្ញុំឲ្យគេរៀបជា BBQ អ្នកនរគ្នាហើយគ្រឿងសមុទ្រអីហ្នឹងខ្ញុំទិញពីក្រៅមកទេដែលយើងចូលសាក្តាមពីថ្ងៃហ៎គេយកម្ហូបចូលអញ្ចឹងគេឆាចស្វីហើយអ្នកនរគ្នាតែនេះគេសម្រួលឲ្យខ្ញុំគេគិតតែថ្លៃជួលចក្រានទេអ្នកនរគ្នាដោយសារតែខ្ញុំហៅម្ហូបខាងគេញ៉ាំដែរហ៎គេសម្រាប់ថ្លៃស្វីឆាចខ្ញុំផ្លេចបាត់ហើយអ្នកនរគ្នាគេគិតមិនខ្ញុំដាក់នៅលើវីដេអូនេះឲ្យទៅបើអ្នកនរគ្នាចង់ញ៉ាំជាប្រភេទ BBQ អីខ្ញុំ recommend ឲ្យទិញពីខាងក្រៅមកល្អជាងអ្នកនរគ្នាដោយសារនៅហ្នឹងគេគិត1គីឡូ35អ្នកនរគ្នាអញ្ចឹងយើងទិញពីក្រៅមកចំណេញជាងតែអ្នកនរគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំឆ្លាស់ប៉ុណ្ណឹងទៅអញ្ចឹងកុំភ្លេចរងចាំមើល vlog part 3របស់ខ្ញុំផងអរគុណច្រើន